ចូលមកដល់ការប្រកួតបាញ់កាភ្លើងចុងក្រោយនៃកម្មវិធីរបស់សាលាកំឡុងពេលប្រកួតស្រាប់តែដ្រូនជាមួយនឹងកាមេរ៉ាក៏មានបញ្ហាបែបនេះធ្វើឲ្យអ្នករៀបចំកម្មវិធីនឹងធ្វើការបិទ live ភ្លាមៗតែម្ដងឃើញបែបនេះអ្នករាល់គ្នាគឺមានជាការបារម្ភខ្លាំងមែនទែនព្រោះថាវាគឺជាលើកទី1ហើយដែលសាលារបស់ពួកគេមានបញ្ហាបែបនេះចំណែកនៅកន្លែងប្រកួតវិញពេលនេះគឺនៅសល់តែ3អ្នកប៉ុណ្ណោះកំឡុងពេលដែលដាក់យ៉ងភ្លេចខ្លួនភ្លាមនោះស៊ីយ៉ុនក៏បានមកពីក្រោយហើយក៏បានលើកកាភ្លើងបាញ់ទៅរកនាងតែម្ដងក៏ប៉ុន្តែចាយ៉ងគាត់ក៏បានមើលឃើញទាន់ហើយមករងជំនួសនាងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺយើងបានឃើញថាកាភ្លើងមួយនោះគឺមិនមែនជាកាភ្លើងជ័រនោះទេប៉ុន្តែវាគឺជារបស់ពិតយើងក៏មិនដឹងថាស៊ីយ៉ុនធ្វើបែបនេះដោយសារអ្វីដែរប៉ុន្តែយើងសង្កេតឃើញថានៅពេលដែលនាងបានបាញ់ហ្នឹងគឺអាការៈរបស់នាងភ័យហើយនាងក៏យំរហូតដែរក៏លេចមកខាងដាក់យ៉ងវិញនាងទប់ចាយ៉ងបដាគប់កាភ្លើងទៅរកយាយប៉ែតនឹងបដាកាភ្លើងហ្នឹងត្រូវក្បាលយាយប៉ែតនឹងពេញតែម្ដងក្រោយពីកិច្ចអាកាភ្លើងនឹងរួចនាងក៏បានសង្កេតឃើញថាបានដាក់យ៉ងនៅខាងមុខនាងហើយនោះក៏ព្រោះតែឥឡូវហ្នឹងដាក់យ៉ងគឺនៅពីក្រោយនាងទោះស្រីក៏បានចាប់ដៃដែលកាន់កាភ្លើងហើយសង្កត់ក្បាលរបស់យាយប៉ែតនឹងទៅលើដីដាក់យ៉ងសួរនាងថាតើនាងជាណាគេដែរហើយណាគេជាអ្នកបញ្ជូននាងមកព្រោះដាក់យ៉ងដឹងថានាងមិនអាចធ្វើរឿងទាំងអស់នេះតែម្នាក់ឯងបាននោះទេនៅទីនេះគឺជាសាលាលំដាប់អភិជនហេតុនេះនាងមិនងាយយកកាភ្លើងមែនតើនឹងចូលមកកន្លែងនឹងបានងាយនោះទេដាក់យ៉ងក៏បានយកកាភ្លើងផ្ចង់ទៅលើក្បាលយាយប៉ែតនឹងហើយសួរម្ដងទៀតក៏ប៉ុន្តែស៊ីយ៉ុនគឺមិនព្រមឆ្លើយជាដាច់ខាតចេះទៅទោះបីជាដាក់យ៉ងគំរាមនាងខ្លាំងប៉ុណ្ណាក៏ដោយនាងមិនធំតែផ្ចង់កាភ្លើងដាក់ក្បាលយាយប៉ែតនឹងនោះទេដាក់យ៉ងក៏បានប្រាប់ពីរឿងដែលវុនជូនខ្លាចនាងដែរដឹងតែហេតុអីបានជាវារត់គេចពីខ្ញុំរហូតដល់នោះដោយសារតែខ្ញុំបានសម្លាប់មនុស្សប្រុសជាច្រើនអ្នកនៅមុខវាហេតុនេះបើចង់រស់ប្រាប់ខ្ញុំមកលឿនមកថាអ្នកគេអ្នកបញ្ជូនឯងមកលឿនអញ្ចឹងហើយស៊ីយ៉ុនក៏បានប្រាប់ឲ្យដាក់យ៉ងនឹងសម្លាប់នាងចោលទៅពាក្យហ្នឹងមិនស៊ីយ៉ុននិយាយលេងសើចណាគឺនាងនិយាយជាការពិតនាងក៏បានសុំទោសដាក់យ៉ងជាច្រើនដងហើយថែមទាំងអង្វរឲ្យដាក់យ៉ងនឹងសម្លាប់នាងចោលទៀតឃើញទស្សនវិជ្ជាបែបនេះនៅនឹងមុខដាក់យ៉ងក៏បានរំលឹកទៅដល់រឿងអតីតកាលដែលនាងធ្លាប់បានជួបកាលពីមុននៅពេលដែលនាងធ្វើការនៅកងអង្គភាពសម្ងាត់របស់នាងបងប្រុសម្នាក់ដែលបានធ្វើការជាមួយនឹងនាងហ្នឹងគឺគាត់បានគាត់ជាមួយនឹងអង្គភាពហើយសម្រាប់បុគ្គលិកជាច្រើននៅទីនោះកំឡុងពេលហ្នឹងគឺនៅសល់តែថេអង្គម្នាក់គាត់ដែលនៅរស់ពេលដែលបងនឹងហ៊ានសម្លាប់ថេអង្គម្នាក់ទៀតភ្លាមនោះដាក់យ៉ងក៏បានចូលមកដល់ហើយក៏បានជួយប្រូថេអង្គបានសម្រេចក៏ប៉ុន្តែអ្វីដែលនាងបានធ្វើហ្នឹងគឺខុសស្រឡះតែម្ដងតាមការពិតទៅបងប្រុសម្នាក់ហ្នឹងគឺមិនចង់ធ្វើរឿងទាំងអស់នេះនោះទេនោះក៏ដោយសារតែមានគេគំរាមនិងបញ្ជាគាត់ឲ្យធ្វើហើយពួកហ្នឹងក៏បានចាប់ប្រពន្ធនិងកូនរបស់គាត់ទៅគំរាមគាត់ផងដែរពេលនោះបងប្រុសម្នាក់ហ្នឹងក៏បានប្រាប់ឲ្យដាក់យ៉ងសម្រាប់គាត់ដូចគ្នាគាត់ដឹងថាគាត់ធ្វើរឿងទាំងអស់ហ្នឹងគឺដោយសារតែគ្រួសាររបស់គាត់ក៏ប៉ុន្តែគាត់ក៏បានសម្លាប់មនុស្សដែលមិនដឹងអីជាច្រើនអ្នកហេតុនេះក៏ដឹងខ្លួនឯងច្បាស់ថាគាត់មិនមែនជាមនុស្សទៀតនោះទេបើគាត់អាចស្លាប់ក្នុងពេលនេះគាត់ប្រហែលជាមានក្តីសោកពាក្យចុងក្រោយដែលគាត់បាននិយាយប្រាប់នាងនោះគឺជាឈ្មោះរបស់មនុស្សម្នាក់ដែលគេគឺជានាយកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន Sayang Group ហើយមានឈ្មោះថាម៉យ៉ងវ៉ាន់ស៊ីនតាមពិតទៅម្នាក់ហ្នឹងដាក់យ៉ងធ្លាប់ជួបម្ដងហើយដែលអាប៉ែមួយដែលបានបុកនាងកាលពីព្រឹកមិញក្រោយពីបានរំលឹកទៅដល់រឿងទាំងអស់នេះរួចហើយអស់ហើយដាក់យ៉ងក៏បានដោះលែងយាយប៉ែស៊ីយ៉ុនហ្នឹងបន្ទាប់ពីនោះយើងក៏បានឃើញថាអ្នកសង្គ្រោះនិងក្រុមប៉ូលីសក៏បានចូលមកខាងក្នុងហើយយកចាយ៉ងទៅមន្ទីរពេទ្យបាត់បើសម្រាប់ដាក់យ៉ងវិញឥឡូវហ្នឹងគឺនាងខឹងខ្លាំងមែនតើខឹងពេកទៅគប់កាភ្លើងដាក់ប៉ូលីសឡើងចំកណ្ដាលមុខមកក្រោយពីបញ្ហាមួយនោះបានកើតឡើងខាងសាលាក៏បានធ្វើការបិទទ្វាររយៈពេល3អាទិត្យចំណែកឯសារព័ត៌មានអីក៏គេមិនសូវចុះផ្សាយពីវាដែរមើលទៅប្រហែលជាគេចង់បិទព័ត៌មានមួយហ្នឹងហើយចំណែកប្រូថេអង្គជាមួយនឹងដាក់យ៉ងវិញពួកគេកំពុងតែគិតមិនយល់ថាមានបញ្ហាអីកើតឡើងឥឡូវហ្នឹងដាក់យ៉ងកំពុងតែសង្ស័យថាវាគឺជាស្នាដៃរបស់ម៉យ៉ងវ៉ាន់ស៊ីនអប៉ែហ្នឹងមកពីក្រុមហ៊ុនសាយ៉ាងគ្រប់ស្រាប់ហើយគោលដៅរបស់គេហ្នឹងប្រហែលជាចង់ចាត់ការនាងជាមួយនឹងថេអង្គហ្នឹងហើយបើបែបនេះមែនមើលទៅពួកហ្នឹងដឹងពីស្ថានភាពរបស់ពួកគេអស់ហើយថេអង្គគាត់គិតថារឿងទាំងអស់ហ្នឹងបានបែកការក៏ប្រហែលជាតាក់ទងជាមួយនឹងប្រវត្តិជូននឹងមកដល់រឿងហ្នឹងដាក់យ៉ងមានជាការឆ្ងល់ដែរតាមិនបានប្រេះចាប់តាប៉ែតហ្នឹងហើយអត់មានហៅនាងទៅសួរនាំអីសោះតោះតែនាងឆ្ងល់អញ្ចឹងបានថេអង្គគាត់ប្រាប់ថារឿងទាំងអស់ហ្នឹងក៏ដោយសារតែចុងពូអ្នកជួយឬតែប៉ុណ្្នឹងដាក់យ៉ងខឹងបដ ாய் មួយបីរឿងប៉ុណ្ណាណៃនាងអត់ដឹងសោះចឹងបែបនេះមានន័យថាចុងវូនគឺជាមនុស្សមានអំណាចហើយចុះបើគេជាកូនប្រុសរបស់លោកម្ចាស់លីវិញបែបនេះព័ត៌មានដែលនាងចូលរៀននៅក្នុងសាលាមួយហ្នឹងគឺប្រកាសជាដឹងទៅដល់សាយ៉ាងគ្រប់ភ្លាមហើយត្រង់ចំណុចមួយនេះថេអង្គគឺគាត់មិនគិតអញ្ចឹងនោះទេគាត់ថាបើចុងវូនគឺជាកូនរបស់លោកម្ចាស់លីហើយគេដឹងពីគោលបំណងរបស់ដាក់យ៉ងបែបនេះគេប្រហែលជាសម្លាប់នាងយូរណាស់មកហើយមានចាំអត់នាងនៅជាមួយគេតែ2នាក់ញើសខ្លាំងណាស់ក៏ប៉ុន្តែគេមិនបានព្យាយាមសម្លាប់នាងសូម្បីតែម្ដងចុះបើសិនជារឿងទាំងអស់មិនមែនអញ្ចឹងតើឥឡូវហ្នឹងគេជាណាគេហេតុអីបានជាគេម្នាក់នោះមានអំណាចខ្លាំងម៉េចដែលយើងខ្លាចតែប៉ែបុនជូនហ្នឹងប្រាប់រឿងនោះទៅកាន់គេនោះទេនាងស្ដាយខ្លាំងហ្មងបើថ្ងៃហ្នឹងសម្រាប់អប៉ែហ្នឹងឲ្យហាយទៅល្អបាត់បើតាក់ទងជាមួយនឹងប្រូជ័យយ៉ាងវិញនាងមិនគិតថាគាត់ដឹងរឿងហើយទាំងអស់ហ្នឹងនោះទេក៏ប៉ុន្តែយ៉ាងណាគ្រប់យ៉ាងគឺសិតតែជាការស្មានទាំងអស់ហ្នឹងនិយាយមកដល់ត្រឹមហ្នឹងពួកគេក៏បាននឹកឃើញទៅដល់បុរសម្នាក់ដែលបានចូលមកកន្លែងពួកគេកាលពីថ្ងៃមុនកាលនោះគេចូលមកគ្រាន់តែយកព័ត៌មានពីកុំព្យូទ័ររបស់ប៉ែថេអង្គនោះទេគេមិនបានសម្លាប់គាត់ប្រហែលជាគេហ្នឹងមិនទាន់ដឹងរឿងរបស់ពួកគេហើយមានន័យ
ចាំមកឯហ្នឹងដែលយើងចូលមកទាំងពេលឯសន្តានរបស់សាលារៀនមួយនោះថៃអង្គគាត់ថាព័ត៌មានទាំងអស់តិចបើចេញពីអបិមួយហ្នឹងទោះបីជានៅថ្ងៃនោះគេហែកឯកសារពីកុំព្យូទ័ររបស់ពួកគេមិនបានក៏ដោយក៏ប៉ុន្តែគេបានតម្រុយមួយថាដែលយើងហ្នឹងគឺរៀននៅសាលាមួយហ្នឹងរឿងមួយនេះក៏វាជាចំណុចគួរឲ្យសង្ស័យដែរបន្ទាប់ពីនោះដែលយើងក៏បាននឹកឃើញទៅដល់លេខទូរស័ព្ទរបស់អបិមីយ៉ងវ៉ាន់ស៊ីនរួចហើយពួកគេក៏បានតាក់ទងទៅកាន់អបិហ្នឹងបន្តតែម្ដងនៅខាងលោកពូស៊ីនគាត់ក៏សង្កេតឃើញមានតែគេតែមកគាត់ក៏ប៉ុន្តែនៅលើហ្នឹងគឺគ្មានលេខនោះទេក្រោយពីគាត់បានទទួលទូរស័ព្ទមួយនោះគាត់ក៏បានលើសំឡេងណៃគេនិយាយមកកាន់គាត់ផងដែរគ្រាន់តែប៉ុណ្្នឹងគឺគាត់ដឹងបានថាម្នាក់ហ្នឹងជាណាគេក៏ប៉ុន្តែគាត់ក៏កំពុងតែរងចាំទូរស័ព្ទរបស់ដាក់យើងដូចគ្នាឥឡូវហ្នឹងតែមកល្មមអភ័យមីយ៉ងវ៉ាន់ស៊ីនហ្នឹងមិនត្រឹមតែដឹងពីគម្រោងការរបស់ដាក់យើងនោះទេគេថែមទាំងដឹងថានាងគឺជាកូនចាំម្នាក់ស្រីដែលគេបានសម្លាប់កាលពីមុនទៀតឬអញ្ចឹងហើយដាក់យើងគឺមានជាការគាំងហ្មងមិនបានអបិហ្នឹងស្គាល់ឈ្មោះមេរបស់នាងអញ្ចឹងលោកពូហ្នឹងគាត់ក៏បានបន្ថែមទៀតថារាល់រឿងដែលដាក់យើងកំពុងតែធ្វើហ្នឹងគឺគាត់ដឹងទាំងអស់ហ្នឹងតាមរយៈការស៊ើបសួររបស់គាត់ក៏ដឹងថាពួកគេហ្នឹងមានគ្នា3នាក់ហើយម្នាក់បានចូលទៅរៀននៅក្នុងសាលាមួយនោះឥឡូវហ្នឹងគាត់ចង់ដឹងបន្ថែមថាតើនាងមានគ្នាច្រើនជាងនឹងទៀតអត់ឬតែមានគ្នា3នាក់ដាក់យើងជាមួយនឹងថេអងមកគ្នាបដ ாய் អ្វីដែលសំខាន់ជាងនឹងទៀតនោះពូនឹងក៏ដឹងថាដាក់យើងកំពុងតែតាមរកកូនរបស់លោកម្ចាស់លីហើយកំឡុងពេលដែលគាត់និយាយទូរស័ព្ទជាមួយនឹងដាក់យើងហ្នឹងយើងក៏បានឃើញគាត់ដើរមករកកន្លែងមួយដែលនោះគឺជាកន្លែងដែលគាត់ចាប់សេយ៉ុនជាមួយនឹងប៉ារបស់នាងមកទុកដល់បើពូនឹងនិយាយបដាដាក់យើងក៏បានលើសំឡេងរបស់សេយ៉ុនបដាហើយនេះនាងក៏បានប្រាប់ឲ្យថេអងហ្នឹងចាប់ទីតាំងរបស់ពួកគេឲ្យបានហើយពីគាត់បានចុចឡើងរួចតែទូរស័ព្ទនោះក៏បានផ្ដាច់តែម្ដងត្បូងឡើយដាក់យើងចង់ខឹងជាមួយនឹងប៉ានឹងដែរតែមិនបានសុកផ្ដាច់ទូរស័ព្ទវិញតែក៏ប៉ុន្តែថេអងគាត់ក៏មិនចង់ធ្វើអញ្ចឹងដែរសារតែមុននេះគាត់ចាប់ទីតាំងរបស់គេហើយគេក៏ព្យាយាមចាប់ទីតាំងរបស់ពួកគេដែរបែបនេះបើសិនជាមិញហ្នឹងគាត់មិនផ្ដាច់ទូរស័ព្ទហ្នឹងទេនោះពួកគេប្រកាសជារកទីតាំងថ្មីរបស់ពួកគេឃើញទៀតហើយខុសពីនោះថេអងគាត់ក៏បានលើកឡើងថានេះគឺជាអ្វីដែលពួកគេត្រូវបារម្ភព្រោះថាឥឡូវហ្នឹងសត្រូវដឹងខ្លួនមុនហើយក៏បានដឹងពីផែនការរបស់ពួកគេទាំងអស់ដែរចំណែកឯមុននេះថេអងគាត់ក៏បានចាប់ទីតាំងរបស់ពួកនឹងបានដែរប៉ុន្តែគាត់មិនចង់ឲ្យដាក់យ៉ងទៅទីនោះតែម្នាក់ឯងនោះទេអ្នកទាំងអស់គ្នាដឹងទោះបីជាដាក់យ៉ងគឺជាមនុស្សដែលប្រកែកវាយដំកាប់ចាក់ក៏ប៉ុន្តែនាងមានបេះដូងទន់ជ្រាយខ្លាំងមែនទែនហើយនេះក៏ជាចំណុចខ្សោយរបស់នាងដែរនឹកទៅដល់លោកពូមួយដែលនាងបានសម្លាប់នៅកន្លែងធ្វើការគឺនាងពិតជាស្ដាយក្រោយខ្លាំងមែនទែនហើយនេះទោះជាយ៉ាងណាក៏ដោយថ្ងៃហ្នឹងគឺនាងត្រូវតែទៅជួយសេយ៉ុនឲ្យបានដូចអញ្ចឹងថេអងគឺគាត់បារម្ភខ្លាំងមែនទែនគាត់ក៏បានព្យាយាមខាត់នាងជាច្រើនដងដែរក៏ប៉ុន្តែដាក់យ៉ងមិនព្រមស្ដាប់គាត់នោះទេដោយនាងគិតថាបើសិនជាពួកគេនៅតែអន់បែបនេះមនុស្សជាច្រើនទៀតនឹងបន្តមានគ្រោះថ្នាក់បន្តគ្នាឥឡូវហ្នឹងឃើញអត់ដោយសារតែពួកគេសេយ៉ុនត្រូវមានគ្រោះថ្នាក់ហើយប្រូជេយ៉ងមួយទៀតឥឡូវហ្នឹងមិនដឹងថាគាត់មិនមកហើយទេដោយដឹងខ្លួនថាខ្លួនឯងមិនអាចខាត់នាងបានហើយនេះថេអងក៏មានតែសម្របទៅតាមនាងទៅក៏ប៉ុន្តែគាត់ក៏បានទៅយកសភៅក្រាស់ជាច្រើនហើយយកមករុំនឹងជាប់ពោះរបស់ដាក់យ៉ងគាត់ដឹងថាអាសភៅហ្នឹងគឺវាមិនអាចទប់គ្រាប់បានតែអន់ណាស់ក៏វាទប់ក្បត់បានដែរសម្រាប់គាត់ដាក់យ៉ងគឺជាសាច់ញាតិចុងក្រោយដែលគាត់មានហើយនេះគាត់ក៏ចង់ឲ្យនាងសន្យាជាមួយនឹងគាត់ថាត្រូវត្រឡប់មកវិញដោយមានជីវិតរួចហើយនាងក៏បានតបជាមួយនឹងគាត់ថានាងនឹងព្យាយាមយ៉ាប់ហ្មងមនុស្សនេះឡើងអត់មានមនោសញ្ចេតនាសោះហ្មងដោយសារតែប៉ណ្ណឹងនៅតែសែកឡូឡាដាក់យ៉ងក៏មកខំចិត្តឆ្លើយហើយទៅថានាងប្រកាសជាត្រឡប់មកវិញបន្តិចក្រោយមកយើងក៏បានឃើញថាដាក់យ៉ងគឺបានមកដល់ទីតាំងមួយនោះមែននៅខាងក្រៅយើងសង្កេតឃើញថាមានអ្នកយាមម្នាក់ពីរនាក់ដែលពួកគេទាំងអស់ហ្នឹងមើលទៅគឺមាំទាំខ្លាំងមែនទែនឈរពួកគេក៏បានក្លែកទៅឃើញស្មោចម្លែកម្យ៉ាងហើយនេះគេក៏បានផ្ដល់ព័ត៌មានទៅឲ្យគ្នារបស់គេហើយដកអាវុធដើរទៅរកស្មោមួយនោះតែម្ដងអត់ចោលអត់ឡើងស្រាប់តែដាក់យ៉ងមកពីខាងក្រោយហើយដាក់អបិហ្នឹងស្លាប់មួយបាត់នៅខាងក្នុងឯនេះវិញយាមម្នាក់ក៏កំពុងតែធ្វើបាបសេយ៉ុនដែរភ្លាមដាក់យ៉ងក៏បានមកដល់ហើយមាត់អបិហ្នឹងពេញម្ដាយមករួចហើយក៏បានយកអាក្បាត់កហ្នឹងញាត់មាត់វាចំណែកឯប្រូមួយហ្នឹងគាត់ក៏មិនអន់ដែរគេបានដកក្បាត់ចេញមកក៏ប៉ុន្តែដាក់យ៉ងក៏បានឃើញតន់ហើយនាងក៏បានកាច់តែអាប៉ិហ្នឹងបាក់ខ្ទេចមកចំណែកសេយ៉ុនវិញឃើញអញ្ចឹងហើយគឺនាងឡើងភាំងដាក់យ៉ងបានងើបឈរហើយដោះស្រោមដៃរបស់នាងចេញឥឡូវនេះនាងចង់ឲ្យសេយ៉ុននាំខ្លួនទៅរកប៉ារបស់នាងគាត់តែស្គាល់ថាម្នាក់ស្រីហ្នឹងគឺជាដាក់យ៉ងភ្លាមសេយ៉ុនក៏បានស្ទុះរត់ទៅមកខាងខុសពីនាងបានធ្វើរឿងនៅថ្ងៃកម្មវិធីនោះមកនាងគ្មានមុខអីទៅជួបជាមួយនឹងអ្នកដទៃទៀតនោះទេជាពិសេសដាក់យ៉ងនឹងតែម្ដងហើយនេះបើសិនជាដាក់យ៉ងមកទីនេះដើម្បីជួយពួកគេទៀតសេយ៉ុនគឺមិនអាចទទួលអំពើល្អនេះបាននោះទេណាមួយទីនេះក៏មិនមែនជាកន្លែងងាយស្រួលដែលដាក់យ៉ងអាចជួយរំដោះពួកគេចេញបានដែរសេយ៉ុននឹងថាទោះបីជានាងអាចគេចខ្លួនពីកន្លែងនេះទៅបានមែនក៏ប៉ុន្តែនាងក៏ប្រហែលជាត្រូវជាប់គុកដែរព្រោះថាអំពើថ្ងៃមុនហ្នឹងគឺស្មើនឹងទោសសម្រាប់ជីវិតហើយឬតែអញ្ចឹងដាក់យ៉ងមានជាការមួម៉ៅប្រដ ாய் នាងក៏បានស្ទុះទៅចាប់កបួយកោអាវយាយពាក់មួយហ្នឹងហើយប្រាប់ថាកុំនិយាយច្រើនពេកបញ្ញាប់នាំខ្លួនទៅជួបប៉ារបស់នាងទៅកំឡុងពេលនេះគឺមិនមែនជាពេលដែលនាងត្រូវស្ដាយក្រោយនោះ
នោះទេបើនាងចង់ស្ដាយក្រោយគួរតែធ្វើវាតាំងពីដំបូងម៉េះតែយងគាត់ថានៅពេលដែលគេឲ្យកំភ្លើងនាងសេយុនគួរតែតតាំងតាំងពីពេលនោះទៅត្រូវមិនថាដល់ពេលនាងសម្រាប់មនុស្សធម្មតាហើយបានមកទទួលទោសអញ្ចឹងទេវាមិនសូវសមហើយឥឡូវហ្នឹងដាក់យងឲ្យឱកាសនាងមួយទៀតគឺនាងនឹងមកជួយអ្នកទាំងពីរហ្នឹងក៏ប៉ុន្តែបើមិនព្រមនោះទេដាក់យងឲ្យនាងចេញពីទីនេះតែម្នាក់ឯងទៅហើយទុកឲ្យខ្លួនទៅរកប៉ារបស់នាងដោយខ្លួនឯងនិយាយរួចដាក់យងក៏បានដើរចេញពីទីនោះក៏ប៉ុន្តែភ្លាមសេយុនក៏បានសុំវល់នាងឥឡូវហ្នឹងគេគិតយល់វិញហើយសេយុនដឹងខ្លួនឯងច្បាស់ថានាងពិតជាចង់រស់ហើយចង់ចាក់ចេញពីកន្លែងមួយនេះបែបនេះនាងក៏បានសុំវល់ដាក់យងឲ្យជួយនាងនឹងប៉ារបស់នាងផងហើយនាងពិតជាចង់ឲ្យដាក់យងហ្នឹងជួយសម្រាប់មនុស្សចង្រៃទាំងអស់នោះចោលទៀតឃើញទេទឹកដល់ចំអអញ្ចឹងហើយបានធ្វើឯងណា